Bốnយើងត្រូវមានតកតងនឹង script ប៉ុណ្ណឹងបីថាប្រមរបស់យើងគឺយើងដាក់ពាក្យថា create slide based on below ហើយធ្វើការ copy ទាំងអស់នៅទៅដែលយើងចង់ឲ្យវាបង្កើតជា slide ឲ្យយើងតែយើងចង់បាន slide យើងអាចបញ្ជាក់ក៏បានអូខេឥឡូវនេះយើងចូលមកកាន់ Gemini ហើយយើងធ្វើការផាសហើយយើងរើសកន្លែង Pro ហ្នឹងមកបាទបញ្ជូនទៅតកតងទាំងទាំងអស់យើងបានផាសពីរបស់យើងហ្នឹងបាទបន្ទាប់ពីកន្លែងនេះយើងរងចាំវារហូតដល់វាពេញពេលដែលវាពេញយើងអាចចំណាយពេល2ទៅ3នាទីគឺនឹងបាន slide មួយដ៏ស្អាតឲ្យយើងហើយបាទចឹងវា detail ឲ្យយើងស្អាតគឺមានតកតងនឹងការកន្លែងដាក់រូបភាពកន្លែងអីគឺវាបានបង្ហាញយើងច្បាស់ដែរហើយទៅណៃគឺវាស្អាតទៅដល់បាទចឹងវាបែងចែកជា season មួយធ្វើឲ្យយើងនឹងស្រួលមើលមែនទេបាទហើយស្រាប់តកតងនឹងផ្នែកមួយយើងអាចដូរដាក់ mode ឬក៏បាទ live mode ទៅតាមនឹងដែរបាទបើសិនតែយើងចង់ធ្វើការទាញយកគឺយើងអាចចុចកន្លែង export slide នេះមកឬក៏ចុចកន្លែងសញ្ញា download យើង download ជា PDF បើយើង export slide មានថាយើងបង្កើតទៅជា Google Slide នៅក្នុង Drive របស់យើងនៅក្នុង internet យើងអាចប្រើតបានចឹងកន្លែងនេះយើងរងចាំបន្តិចអាស្រ័យលើ internet ទាំងអស់គ្នាទេបើទាំងអស់គ្នាមាន internet លឿនគឺតើតើនឹង slide របស់យើងគឺចាប់ដល់បានងាយទេយើងទៅងុំទៅទូចបានល្មមហើយយើងអាចយកទៅប្រើប្រាស់សម្រាប់ធ្វើការបង្ហាញបានអូខេចឹងពេលនេះយើងបានមកកាន់ Google Slide គឺអាចប្រើប្រាស់បានដែរកុំភ្លេចចុច like Subscribe និងរូបកណ្ដឹងឲ្យខ្ញុំម្នាក់មួយផងដើម្បីជាកម្លាំងចិត្តในការធ្វើវីដេអូតទៀត